power bank មានច្រើននៅលើទីផ្សារច្រើនបែបនេះហើយទើបតម្រូវឲ្យយើងពិចារណាបានច្រើនមុននឹងយើងសម្រេចចិត្តទិញវាហើយយើងមាន3ចំណុចធំៗសម្រាប់យកមកពិចារណាមុននឹងយើងសម្រេចចិត្តទិញចំណុចទី1នោះគឺយើងគួរតែសួរខ្លួនឯងថាតើយើងត្រូវការ power bank ទំហំប្រមាណ10000មាម៉ោងនិងល្បឿនសារប្រមាណវ៉ាត់ចំណុចទី2យើងត្រូវដឹងពីខ្លួនឯងថាយើងចូលចិត្តដាក់របស់ធំធ្ងន់តាមខ្លួនឬក៏ដាក់របស់តូចហើយស្រាលតាមខ្លួននិងចំណុចទី3យើងត្រូវដឹងពី function នៃ power bank នោះថាតើមានរុនចំនួនប្រមាណជាប្រភេទរុនអីខ្លះហើយមានមុខងារពិសេសៗអីខ្លះអូនៅមានចំណុចផ្សេងទៀតដែលខ្ញុំមិនបានរាប់បញ្ចូលនៅក្នុង3ចំណុចនេះទី1ពាក់ព័ន្ធនឹងតម្លៃសមរម្យទី2ពាក់ព័ន្ធនឹងថាតើផលិតផលរបស់ brand នេះអ្នកទាំងអស់គ្នាទុកចិត្តដែរអត់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក power bank មួយ model ហើយយកមកពិចារណាជាមួយនឹង3ចំណុចដែលខ្ញុំបានលើកឡើងនៅក្បាលវីដេអូដែល power bank នេះមានរូបរាងប្រណិតតូចបំផុតសាកលឿនបំផុតមានឈ្មោះថា Interstellar 30 វ៉ាត់ 10000 មាម៉ោងអញ្ចឹងចំណុចទី1យើងនិយាយអំពីទំហំថ្មដែល power bank នេះមានទំហំថ្ម 10000 មាម៉ោងហើយ10000នេះគឺ10000ពេញមិនមែន40ថា10000ដាក់តែ5000នោះទេហើយវាអាចសារទូរស័ព្ទយើងពេញបានពី2ទៅ3ដងរីឯកម្លាំងសារវិញគឺ super fast charge 35 វ៉ាត់ standard PD charge ដែលវាខុសពី power bank ទូទៅដែលដាក់ថាកម្លាំងវ៉ាត់ធំប៉ុន្តែមិនមានប៉ាតង់ standard ច្បាស់លាស់ពិតប្រាកដឡើយដូច្នេះគឺពិតជាស័ក្តិសមមែនទែនសម្រាប់អ្នកដែលចង់បានការសាកចេញល្បឿនលឿនថែមទាំងអាចសាកបានទាំងទូរស័ព្ទព្រមទាំង iPad និង MacBook បានទៀតផងចំណុចទី2ពាក់ព័ន្ធនឹងទំហំអញ្ចឹងល្អមែនទែនសម្រាប់បងៗដែលចូលចិត្តយករបស់តូចហើយស្រាលដាក់តាមខ្លួន power bank នេះគឺតូចល្មមស្រួលដាក់តាមខ្លួនដាក់តាមកាបូបឬក៏ដាក់តាមកាតាបហើយវាគឺជា standard ដែលគេអនុញ្ញាតឲ្យយើងយកទៅតាមខ្លួនបានគ្រប់លានយន្តហោះអញ្ចឹងវាពិសេសមែនទែនសម្រាប់បងៗឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសឬក៏ឧស្សាហ៍ធ្វើដំណើរតាមយន្តហោះមកដល់ចំណុចទី3ពាក់ព័ន្ធនឹង function អញ្ចឹង function ដែលពិសេសជាងគេនៅក្នុង power bank នេះគឺវាបានមកពាក់មកជាមួយនឹង retractable cable ដែលជាខ្សែ Type C ដែលអាចឲ្យយើងហូតចេញចូលបានយ៉ាងងាយស្រួលអញ្ចឹងវាចំណេញមែនទែនសម្រាប់អតិថិជនគឺដូចយើងទិញ power bank មួយទទួលបានខ្សែសាកមួយបន្ថែមអញ្ចឹងហើយកាន់តែល្អទៀតនោះគឺវាជួយបង្ការរឿងយកតែ power bank ហើយភ្លេចយកខ្សែសាកដាក់តាមខ្លួនហើយចំណុចពិសេសរបស់ខ្សែនេះនៅមិនទាន់អស់ទេសម្រាប់ខ្សែនេះគឺយើងអាចសាកចេញទៅទូរស័ព្ទឬក៏សាកចូលទៅកាន់ power bank ក្នុងល្បឿនលឿន30 វ៉ាត់ផងដែរនិង function ពិសេសបន្ថែមទៀតរបស់ power bank នេះគឺ power bank នេះគឺបានមកពាក់មកជាមួយនឹងរុនសាកចេញ Type A ចំនួន1និងរុនដែលអាចសាកចេញក៏បានចូលក៏បាន Type C ចំនួន1ហើយបន្តទៅទៀតវាបានបំពាក់មកជាមួយនឹងប៊ូតុង turn on និង turn off ប៉ុន្តែសម្រាប់ប៊ូតុងនេះនៅពេលដែលអ្នកនរគ្នាដោតភ្ជាប់ជាមួយនឹងទូរស័ព្ទអ្នកនរគ្នាមិនចាំបាច់ចុចប៊ូតុងនេះក៏ power bank នេះមានបច្ចេកវិទ្យាបញ្ជូនថាមពលថ្មដែលស្វ័យប្រវត្តិទៅកាន់ទូរស័ព្ទអ្នកនរគ្នាហើយនៅពេលថ្មទូរស័ព្ទអ្នកនរគ្នាពេញ power bank នេះនឹងធ្វើការផ្ដាច់ចរន្តដោយស្វ័យប្រវត្តិហើយបន្ថែមពីលើនេះទៀត power bank នេះក៏មានបំពាក់មកជាមួយនឹង digital display ដែលបង្ហាញពីភាគរយថ្មងាយស្រួលមើលច្បាស់តែម្ដងអញ្ចឹងចំណុចដែលត្រូវនិយាយអំពី power bank មួយ model នេះនៅមិនទាន់អស់ទេបងប្អូនខ្ញុំសូមនិយាយបន្ថែមពី3ចំណុចទៀតសម្រាប់ power bank នេះគឺវាបានបំពាក់មកជាមួយនឹង intelligent chip ដែលជាប្រព័ន្ធការពារសុវត្ថិភាពរក្សាស្ថិរភាពខ្ពស់ដែលវាជួយដល់សុខភាពថ្មទូរស័ព្ទរបស់យើងនិងបង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ហើយវត្ថុធាតុដើមរបស់ power bank នេះដែរគឺធ្វើពីវត្ថុធាតុគុណភាពខ្ពស់ធន់ហាប់ណែនបូកជាមួយនឹងការ design ដ៏ច្នៃប្រឌិតដែលតួខ្លួនបែបនេះគេហៅថា sleek design ជារចនាម៉ូដដែលប្រណិតខ្លាំងជាលក្ខណៈ premium metallic finish ទោះអ្នកទាំងអស់គ្នាប្រើប្រាស់រយៈពេលយូរយ៉ាងណាក៏មិនមានអារម្មណ៍ថាសាំភ្នែកដែរហើយកាន់តែទំនុកចិត្តទៀតនោះសម្រាប់ power bank នេះដែរគឺមានការធានាលើគុណភាពរយៈពេល1ឆ្នាំពេញហើយ power bank នេះគឺជាផលិតផលរបស់ក្រុមហ៊ុន Vicomi ដែលក្រុមហ៊ុន Vicomi មានបទពិសោធន៍និងជំនាញខ្លាំងមែនទែនពាក់ព័ន្ធនឹងការផលិត power bank ដូច្នេះបើសិនជាបងប្អូនចាប់អារម្មណ៍ឬក៏ចង់កម្មង់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ page ឬក៏អញ្ជើញមកកាន់ហាងផ្ទាល់នៅក្នុងផ្សារទំនើប TK Avenue Mall ដែលមានទីតាំងនៅខណ្ឌទួលគោកអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ